កាលពីព្រេងនាយមានបរិះម្នាក់ល្បីខាងកំជិលរាល់ថ្ងៃគេគិតតែពីដេកនិងដើរលេងមិនព្រមធ្វើការងាររកស៊ីអ្វីឡើយថ្ងៃមួយឪពុកម្ដាយបានបង្ខំឲ្យគេរៀបការជាមួយនារីម្នាក់នៅក្នុងភូមិដែលគ្រប់លក្ខបំផុតក្នុងភូមិដោយសង្ឃឹមថាគេនឹងកែខ្លួនបន្ទាប់ពីរៀបការរួចក្រោយរៀបការរួចប្តីនៅតែដេកចាំតែស៊ីមិនព្រមចេញទៅស្រែចម្ការអ្វីឡើយចំណែកប្រពន្ធខំរ៉ាប់រងការងារគ្រប់បែបយ៉ាងតែម្នាក់ឯងនាងគ្រប់លក្ខដឹងថាបើនៅតែបែបនេះផ្ទះនឹងរលាយជាមិនខាននាងក៏រៀបល្បិចមួយដើម្បីដាស់តឿនចិត្តប្តីរបស់នាងដើរទៅប្រាប់ប្តីថាបងអើយខ្ញុំឮគេថានៅដីស្រែខាងជើងភូមិមានកំណប់មាសដែលតាជឿនកប់ទុកឮដល់ពាក្យកំណប់ចៅកំជិលក៏ស្ទុះក្រោកឡើងរួយសួរប្រពន្ធថាតើនៅត្រង់ណាបងនឹងទៅជីកយកមាសមកឲ្យអូននៅពេលព្រឹកព្រលឹមស្រាងចៅកំជិលបានកាន់ចាប់កាប់ឆ្ពោះទៅស្រែដែលគេបោះបង់ចោលជាយូរមកហើយនោះតាមដែលប្រពន្ធណែនាំប្រាប់គេខំជីកដីចម្រៃគ្រប់កន្លែងក្នុងស្រែដើម្បីរកមើលកំណប់មាសដែលប្រពន្ធប្រាប់គេជីករាល់ថ្ងៃរហូតដល់ដីស្រែសពអស់ទៅហើយក៏នៅតែរកមាសមិនឃើញគេត្រឡប់មកផ្ទះវិញទាំងអស់សង្ឃឹមប្រពន្ធប្រាប់ថាមាសមិនទាន់ចេញមកទេបងត្រូវតែដាំស្រូវលើដីដែលជីករួយនោះសិនទើបមាសដុះឡើងចៅកំជើក៏ព្រមតាមហើយចាប់ផ្ដើមដាំស្រូវយ៉ាងយកចិត្តទុកដាក់គេចាប់ផ្ដើមស្វំនឹងការងារប្រហែលខែក្រោយមកស្រូវក៏ដុះលូតលាស់ទុំលឿងទុំពេញវាលស្រែមើលទៅដូចជាមាសអញ្ចឹងប្តីប្រពន្ធទាំងពីរនាក់បានជួយគ្នាប្រមូលផលស្រូវបានយ៉ាងច្រើនលើសលប់លោកបានប្រកាសជាច្រើនចៅកំជើសួរប្រពន្ធថាចុះមាសដែលអូនថាមានកំណប់នោះនៅឯណាប្រពន្ធចង្អុលទៅកំណោស្រូវនេះហើយបងគឺជាកំណប់មាសពិតប្រាកដចាប់ពីថ្ងៃនោះមកចៅកំជិលឡើងខ្ជិលច្រអូសទៀតហើយគេคล้ายជាបុរសឧស្សាហ៍ព្យាយាមនិងស្រឡាញ់ភរិយាកាន់តែខ្លាំងគ្រួសារមួយនេះរស់នៅយ៉ាងមានសេចក្តីសុខនិងមានទ្រព្យសម្បត្តិស្តុកស្តម្ភដោយសារប្រពន្ធមានប្រាជ្ញានិងប្តីកែខ្លួន